ខ្ញុំបាទតារាស្វាគមន៍បងប្អូនទាំងអស់គ្នាបន្តនៅការសម្រាយរឿងដំណើរផ្សងព្រេងអ្នកស្នងតំណែងធ្នូប្រលឹងភាគទី65-66ដែលជាភាពបន្តរបស់យើងបើទោះបីជាពួកគេបានលាក់ខ្លួននៅក្រោយដើមឈើក៏ដោយដើមឈើក៏ផ្ទុះខ្លួនរបស់គេក៏បានធ្លុះបន្ទាប់ពីក្របព្រួញបានសម្ដៅចូលមកចាប់តាំងពីស៊ូមូបានកំណត់គោលដៅរួចហើយវាមានន័យថាមិនមានកន្លែងណាមួយសម្រាប់ពួកគេអាចលាក់ខ្លួនបានទៀតនោះទេគ្រាន់តែថាក្រុមមនុស្សទាំងអស់នឹងប្រៀបដូចជាមមីដែលមិនខ្លាចភ្លើងអញ្ចឹងនៅពេលដែលបានកំណត់សម្គាល់ទីតាំងរបស់ស៊ូមូរួចហើយពួកគេក៏បានសម្រុកចូលទៅព្រមគ្នាតែម្ដងវាទាស់ត្រង់ថាពួកគេទៅតាមទិសដៅមួយនឹងទៅហើយប៉ុន្តែនៅឡើយតែមិនអាចរកឃើញស៊ូមូបានពីម្ដងទៅម្ដងគ្នាដែលនៅសេសសល់នោះត្រូវបានវាប្រហារនិងសម្លាប់ម្ដងមួយដោយស៊ូមូជាបន្តទៀតមនុស្សម្នាក់នេះប៉ាំងដាច់ជើងពត់មនុស្សម្នាក់នេះចំកណ្ដាលទ្រូងប៉ាំងហោះវើមនុស្សជាង100នាក់នៅពេលនេះសល់មិនដល់ជាងពាក់កណ្ដាលផងសម្បីតែស៊ូមូក៏មានអារម្មណ៍ថាហួសចិត្តជាមួយនឹងក្រុមមនុស្សទាំងអស់នេះដែរដំបូងឡើយគេគិតថាបន្ទាប់ពីសម្លាប់មនុស្សពី3នាក់ពួកគេនឹងដកថយប៉ុន្តែនៅពេលនេះមនុស្សជាងពាក់កណ្ដាលនៃក្រុមត្រូវបានសម្លាប់ទៅហើយក៏ដោយពួកគេនៅតែមិនដកថយលើពីនោះទៅទៀតពួកគេថែមទាំងបានបើកការវាយប្រហារមកកាន់គេវិញទៀតផងរត់បាញ់គេចបាញ់ស៊ូមូក៏ស្រាប់តែរត់ត្រឡប់មកខាងក្រោយវិញបាត់ទៅហើយនៅពេលនេះហើយអ្វីបានជាពួកគេជ្រើសរើសរត់ពួននៅក្នុងផ្ទះសំណាក់មួយនេះអញ្ចឹងក្នុងអំឡុងពេលដែលគេកំពុងតែសង្ស័យមនុស្សមួយក្រុមក៏បានសម្រុកចេញពីផ្ទះសំណាក់នឹងមកខាងក្រៅឡោមព័ទ្ធស៊ូមូមកមនុស្សទាំងអស់នឹងក៏ពិតជាកំណាចកាយសាហាវដោយមានដាវនៅគ្រប់ដៃលោកម្ចាស់មូដែលនៅពីខាងក្រោយក៏បាននិយាយដោយហួសចិត្តមិននឹកស្មានថាអ្នកដែលបានវាយប្រហារមកកាន់ក្រុមរបស់ពួកយើងគឺជាក្មេងប្រុសម្នាក់សោះបន្ទាប់ពីឮសំឡេងឆុងឆាំងម្ចាស់ផ្ទះសំណាក់ក៏បានចេញមកខាងក្រៅដោយឆ្ងល់នៅពេលដែលឃើញថាមនុស្សដែលត្រូវបានឡោមព័ទ្ធគឺជាស៊ូមូហើយអ្វីបានជាឯងមកទីនេះទៀតហើយអាឡិនឯងវង្វេងផ្លូវទៀតហើយមែនទេគាត់និយាយមិនទាន់ទាំងចប់ស្រួលបួលផងដំបងដែកមួយក៏បានសំពងចំកណ្ដាលក្បាលរបស់គាត់ក្បាលមនុស្សចាស់ទាំងមូលសឹងតែត្រូវបានប្រេះបែកដោយដំបងដែកដែលបានវាយចូលមកនោះទស្សនភាពមួយនេះបានធ្វើឲ្យកំហឹងនៅក្នុងខ្លួនរបស់គេបានពុះកញ្ជ្រោលឡើងស៊ូមូមានអារម្មណ៍ថាខ្លួនឯងចង់តែហក់ទៅហែកមនុស្សម្នាក់នេះជាបំណែកទេនៅពេលនេះពាក្យដំបងដែលលោកម្ចាស់ម៉ាបាននិយាយទៅកាន់ស៊ូមូនោះគឺខ្ញុំមិនដែលស្គាល់ឯងកាលពីពេលមុនមកទេដូច្នេះហើយពួកយើងមិនធ្លាប់បានឆ្លោះគ្នាកាលពីពេលមុនមកឡើយហើយអ្វីបានជាឯងបើកការវាយប្រហារមកកាន់ពួកយើងបែបហ្នឹងទឹកមុខរបស់គេគ្មានការប្រែប្រួលនិងគ្មានភាពភ័យខ្លាចសូម្បីតែបន្តិចស៊ូមូក៏បានតបច្បាស់ណាស់ថាខ្ញុំគឺមានហេតុផលរបស់ខ្ញុំតើលោកគឺពិតជាចង់ដឹងហេតុផលមួយនោះមែនទេបើអញ្ចឹងមែនលោកអាចចូលមកយកហេតុផលមួយនោះពីខ្ញុំដោយផ្ទាល់មកឬបែបហ្នឹងក៏ខឹងណាស់ដែរគាត់ខំថ្មិញបំរុងនឹងសម្រុកចូលប៉ុន្តែត្រូវបានបរិះចំណាស់ដែលនៅក្បែរគាត់នោះបានប្រាប់ទៅកាន់គាត់ថាល្បងបន្ទាប់ពីក្មេងនេះបានសម្លាប់កូនចៅរបស់យើងអស់ជាច្រើនអ្នកគ្នារបស់គេបានកើតឡើងនៅកំហឹងដូច្នេះហើយទុកឲ្យពួកគេសងសឹកឲ្យបងប្អូនគេសិនទៅល្អទេកូនចៅគាត់ទាំងអស់បានអរគុណទៅកាន់លោកម្ចាស់ម៉ារួចហើយពួកគេក៏ចាប់ផ្ដើមធ្វើការឡោមព័ទ្ធទៅកាន់ស៊ូមូម្ដងទៀតអូនម្នាក់នេះបានសម្រុកចូលមុនត្រូវបានស៊ូមូចាក់ពីម្រាមកណ្ដាលកញ្ចឹងកចាប់កាច់ដៃរួចហើយក៏ដកដាវចេញពីដៃរបស់មនុស្សម្នាក់ហ្នឹងមនុស្ស3នាក់ផ្សេងទៀតដែលនៅខាងមុខបានសម្រុកចូលកាប់ចេញខណៈពេលដែលនៅខាងក្រោយ2នាក់ផ្សេងទៀតក៏បានសម្រុកចូលដូចគ្នាស៊ូមូបានប្រើជើងទាំងពីរធាក់មនុស្សទាំង2នាក់ដែលនៅខាងក្រោយរួចបាញ់រាងកាយរបស់គេបំផ្ទុះធម្មពលបំបីអ្នកទាំង3ដែលនៅខាងមុខពួកគេមិនត្រឹមតែមានកម្លាំងខ្សោយទេថែមទាំងល្បឿនយឺតទៀតផងពួកគេមិនអាចសោះដែលថាខ្លាយជាដៃគូប្រយុទ្ធរបស់ស៊ូមូកើតនៅពេលដែលស៊ូមូបោះចំហៀនទៅខាងមុខម្ដងទៀតមនុស្ស6នាក់ត្រូវបានចាក់ដោយផ្លែដែរពួកគេទាំង6បានស្រែកព្រមគ្នាមិនមាននរណាម្នាក់អាចក្រោកឡើងបានម្ដងទៀតទេបន្ទាប់ពីទទួលរងនឹងការចាក់ដោយដាវនោះលើសពីនឹងទៅទៀតល្បឿនរបស់ស៊ូមូបានបង្កើនឡើងភ្លាមបន្ទាប់ពីអណ្ដាតឡើងទៅលើអាកាសដាវដែលកំពុងតែលើកឡើងស្រាប់ផងនោះត្រូវបានទម្លាក់ចុះពេញមួយទំហឹងវាគឺជាបច្ចេកទេសនេសាទទី2គឺជាទម្ងន់នៃភ្នំថៃសានប៊ូមនុស្ស5-6នាក់ផ្សេងទៀតដែលកំពុងតែឡោមព័ទ្ធជាមួយរាងកាយរបស់គេនោះត្រូវបានបំផ្ទុះឲ្យប៉ើងចាក់ចេញពីទីនោះសូម្បីតែដាវនិងលំពេងនៅក្នុងដៃរបស់ពួកគេក៏ត្រូវបានកាត់ផ្ដាច់និងប្រែក្លាយទៅជាបំណែករួមទាំងស្បែកនិងសាច់របស់ពួកគេផងដែរចាំមិនទិញតើខ្ញុំមិនមែនច្រឡំទេដឹងហើយអ្វីបានជាមនុស្សទាំងអស់នេះមានសមត្ថភាពអន់អ្វីយ៉ាងនេះតើពួកគេនឹងយកកម្លាំងតែប៉ុណ្្នឹងទៅប្រយុទ្ធជាមួយនឹងគ្រួសារខាងមែនទេតើកំពុងតែមានអ្វីមួយខុសឬស៊ូមូបានគិតដោយមិនយល់នៅក្នុងចិត្តចំណាយពេលត្រឹមតែប៉ុន្មាននាទីបន្ថែមទៀតប៉ុណ្ណោះមនុស្សដែលនៅសេសសល់ជាង70នាក់សឹងតែត្រូវបានសម្លាប់ដោយស៊ូមូអស់ទៀតទៅហើយបរិះចំណាស់ត្រកូលម៉ាទាំងពីរនាក់នេះខឹងសម្បាជាខ្លាំងមនុស្សនៃត្រកូលរបស់គាត់ម្នាក់គឺមិនអន់នោះទេរាងកាយរបស់ពួកគេមានជាតិពឹសបន្តិចបន្តួចទៀតផងបើទោះបីជាបែបនឹងក៏ដោយជាតិពឹសទាំងអស់នឹងហាក់ដូចជាមិនអាចធ្វើអ្វីក្មេងប្រុសម្នាក់នោះបានតតែសោះតើកម្លាំងឈីដែលនៅក្នុងរាងកាយក្មេងប្រុសម្នាក់នេះធំធេងនិងអស្ចារ្យប៉ុណ្ណាទៅដោះមួកចេញពីក្បាលលោកម្ចាស់ម៉ាបានស្រែកកូនចៅរបស់គាត់ថយពី3ចំហៀនទុកឲ្យគាត់ជាអ្នកដោះស្រាយជាមួយនឹងក្មេងប្រុសម្នាក់នេះដោយខ្លួនឯងធាក់មួយជើងទៅកាន់ដីបាញ់រាងកាយសម្ដៅទៅកាន់ស៊ូមូក្នុងដៃរបស់គាត់មិនមានអាវុធទេប៉ុន្តែកញ្ចក់ដៃរបស់គាត់ប្រៀបដូចជាកញ្ញាំរបស់សត្វបក្សីអញ្ចឹងខ្វាចឆ្វេងខ្វាចស្ដាំត្រូវបានស៊ូមូគេចផុនល្បឿនមួយនេះនៅតែយឺតខ្លាំងសម្រាប់ស៊ូមូបើទោះបីជាបែបនេះក៏ដោយគេមានការស្រឡាំងកាំងបន្តិចនៅពេលដែលឃើញចំហាយពឹសដ៏ខ្លាំងក្លាបានសាយភាយចេញពីដៃរបស់លោកម្ចាស់ម៉ាគាត់បន្តសម្រុកទៅខាងមុខខ្វាចចូលស៊ូមូបានបន្តធ្វើការទប់រងរួចដកថយបច្ចេកទេសស្នៀតដាវធម្មតារបស់ស៊ូមូជាច្រើនក្បាច់មិនអាចធ្វើឲ្យលោកម្ចាស់ម៉ាមានរបួសសូម្បីតែបន្តិចអាល្អិនតែឯងគិតថានៅពេលដែលឯងព្យាយាមរក្សាចម្ងាយពីខ្ញុំនឹងអាចធ្វើឲ្យឯងមិនស្លាប់
នៅក្នុងកញ្ញាំដៃរបស់ខ្ញុំមែនទេពន្លាបាត់ដៃទាំងពីរបញ្ជូនទៅខាងមកគាត់ក៏បញ្ចេញសម្រែងអង្រួនប្រលឹងបាត់ដៃពឹសខ្មៅកម្លាំងឈីរបស់មនុស្សម្នាក់នេះគួរតែប្រហាក់ប្រហែលជាមួយនឹងមូសាប៉ុន្តែហេតុអ្វីនៅពេលដែលប្រឈមជាមួយនឹងកម្លាំងមួយហ្នឹងខ្ញុំមានអារម្មណ៍ថាខុសៗយ៉ាងម៉េចមិនដឹងអញ្ចឹងបញ្ជូនមួយដាវចាក់បំបែកនៅធម្មពលដែលកំពុងតែសម្រុកចូលមកនោះបន្ទាប់ពីវាបែកហើយជាតិពុលដែលមិនអាចកណនាបានរុំព័ទ្ធជុំវិញរាងកាយរបស់ស៊ូមូលើកដាវឡើងស៊ូមូក៏ចាប់ផ្ដើមនិយាយចាប់តាំងពីលោកមិនអាចសម្លាប់ខ្ញុំបានដូច្នេះទទួលយកនៅការវាយប្រហាររបស់ខ្ញុំម្ដងទៅដាវដែលបានលើករួចរាល់ហើយបានទម្លាក់ចូលមកស៊ូមូមិនបានប្រើបច្ចេកទេសស្នេហ៍ទី1ឬទី2ទេគេបានចាប់ផ្ដើមបើកការវាយប្រហារនិងបញ្ចេញនៅស្នេហ៍ទី3បច្ចេកទេសនៃការវាយប្រហារទាំង8ទិសភ្លៀងនិងផ្គរលាន់អំណាចនៃធម្មពលដ៏សម្បំបានផ្ទុះចេញពីរាងកាយរបស់គេនិងចុងដាវវាយប្រហារទៅកាន់លោកម្ចាស់ម៉ាគាត់បានធ្វើការទប់រងថែមទាំងព្យាយាមសង្កត់បាត់ជើងទាំងពីរចូលទៅក្នុងដីដើម្បីធ្វើការទប់ជំហរស្រាប់ពេលដែលកូនសិស្សរបស់គាត់ក៏បានបាញ់រាងកាយមកពីខាងក្រោយមានចេតនាលួចវាយប្រហារដោយមិនឲ្យដឹងមុនប៉ុន្តែរឿងទាំងអស់នេះវាគ្មានបានផលទេពីព្រោះថាស៊ូមូបានដឹងមុនរួចទៅហើយគេបានបំលាស់ទីគេចេញនិងដកការវាយប្រហាររបស់គេពីលោកម្ចាស់ម៉ាត្រឡប់មកវិញបើទោះបីជាការវាយប្រហារមួយនោះត្រូវបានដកចេញមកវិញនៃស៊ូមូក៏ដោយតែបើយើងក្រឡេកមកមើលស្ថានភាពរបស់ព្រឹទ្ធាចារ្យម៉ានៅពេលនេះមានឈាមមួយចំនួនបានហូរចេញពីក្បាលនិងថ្ងារបស់គាត់សូម្បីតែសម្លៀកបំពាក់ដែលគាត់កំពុងតែពាក់ត្រូវបានដាច់រហិចរហែកនេះគឺជាលើកទី1ហើយដែលគាត់បានឃើញមនុស្សដែលអាចទប់ទល់ជាមួយនឹងជាតិពឹស1000ក្រោមរយៈនៃបាត់ដៃបំផ្លាញប្រលឹងបាត់ដៃពឹស1000អូបាត់ដៃបំផ្លាញប្រលឹងពឹស1000អញ្ចឹងឬឈ្មោះមួយនេះខ្ញុំហាក់ដូចជាធ្លាប់បានឮកាលពីពេលមុនប៉ុន្តែខ្ញុំមិនចាំនោះទេហើយខ្ញុំក៏មិនខ្វល់ថាលោកនឹងចូលមកតែម្នាក់ឯងឬក៏ចូលមកជាក្រុមក៏ដោយឆាប់ឡើងកុំបង្ខាត់ពេលវេលារបស់ខ្ញុំនៅទីនេះលោកម្ចាស់ម៉ាបានសើចយ៉ាងហួសចិត្តមិននឹកស្មានថាគេឈ្មោះដ៏ល្បីល្បាញរបស់ខ្ញុំជាង60ឆ្នាំនេះបែរជាត្រូវបានប្រមាថដោយក្មេងប្រុសដែលអាយុមិនទាន់ទាំង20ឆ្នាំស្រួលនេះស្នាមញញឹមរបស់គាត់បានប្រែទៅជាអាក្រក់ទៅគាត់ក៏បានបញ្ជាកូនចៅដែលនៅសេសសល់របស់គាត់ឲ្យយកមឈូសទាំងអស់នោះចេញមកមឈូសជាង10បានដាក់តម្រៀបនៅខាងមុខឃើញសកម្មភាពរបស់ពួកគេស៊ូមូក៏មានការងឿងឆ្ងល់ដែរភ្លាមគម្របមឈូសទាំងអស់នឹងក៏ស្រាប់តែផ្ទុះចេញមានសាកសពស៊ូប៊ីជាច្រើនកាច់កកាច់ស្រង់រួចក៏ដើរសម្ដៅទៅកាន់ស៊ូមូបន្ទាប់ពីលោកម្ចាស់ម៉ាបានហួចកែវភ្នែករបស់ស៊ូប៊ីទាំងអស់នឹងក៏បានឆេះដោយពន្លឺពណ៌ក្រហមវាក៏បានបោះចំហៀនកាន់តែលឿនសម្ដៅទៅកាន់ស៊ូមូក្នុងចិត្តគេស្រឡាំងកាំងគួរសមដែរនេះគឺជាលើកទី1ហើយដែលគេបានឃើញសាកសពស៊ូប៊ីដែលជាខ្មោចស្លាប់បាត់ទៅហើយនោះបែរជាអាចក្រោកឈរហើយបំលាស់ទីបានបែបនេះរាងកាយសាកសពរបស់ស៊ូប៊ីគឺជារាងកាយរបស់មនុស្សស្លាប់នោះក៏វាមានន័យថាវានឹងមិនអាចស្លាប់ម្ដងទៀតបានទេតាមពាក្យចចាមរាមដរាបណាដែលរាងកាយរបស់វាមិនទាន់ត្រូវបានបំបែកជាបំណែកនោះក៏វាមានន័យថាពួកវានៅតែអាចក្រោកឡើងនិងបន្តការប្រយុទ្ធបានដំបូងឡើយការបោះជំហាននៃស៊ូប៊ីទាំងអស់នឹងយឺតដែលធ្វើឲ្យស៊ូមូក៏ពិតជាមានការងឿងឆ្ងល់បើយឺតបាប់នឹងតើវាប្រហារដោយយ៉ាងម៉េចតែវាក៏ពិតជាមិនអញ្ចឹងទេនៅពេលដែលលោកម្ចាស់ម៉ាបានហួចម្ដងទៀតស៊ូប៊ីទាំងអស់នោះក៏ចាប់ផ្ដើមលឿនដូចជារន្ទះហើយក៏ឆ្លងកាត់រាងកាយរបស់ស៊ូមូដែលធ្វើឲ្យគេសឹងតែគេចមិនទាន់ប៉ុន្តែនៅពេលដែលគេបានសកម្មនៅបច្ចេកទេសនៃការរត់គេចចកពេញលេញស៊ូមូអាចគេចផុតពីការវាយប្រហាររបស់រាងកាយសាកសពទាំងអស់នោះបានដោយងាយម្ដងជាពីរដងគេបានប្រើដាវនៅក្នុងដៃកាប់ទៅកាន់រាងកាយរបស់វាផ្លែដាវរបស់គេហាក់ដូចជាបានប៉ះទង្គិចជាមួយនឹងដែកសម្លេងនៃការលាន់ឮសូរឆាំងបានបន្លឺឡើងជាបន្តបន្ទាប់ដែលធ្វើឲ្យលោកម្ចាស់ម៉ាបានសើចចំអកទៅកាន់ស៊ូមូយ៉ាងម៉េចហើយតើឯងមិនអាចបន្សល់ទុកសំបីតែស្នាមបន្តិចបន្តួចនៅលើរាងកាយអាយ៉ងសាកសពរបស់ខ្ញុំបានទេមែនទេល្អចាប់តាំងពីក្បាច់ដាវធម្មតាមិនអាចធ្វើអ្វីពួកឯងបានអញ្ចឹងគួរតែសាកល្បងនៅបច្ចេកទេសស្នេហ៍ដាវមួយនេះទៅចាក់ទៅខាងមុខសម្ពាធនៃកម្លាំងដាវរបស់ស៊ូមូមិនដឹងជាក្បាច់មួយណាទេបានបំផើងរាងកាយសាកសពទាំងអស់នោះឲ្យប៉ាំងហោះទៅខាងក្រោយជាមួយនឹងចម្ងាយដ៏ឆ្ងាយគេបានបញ្ចេញសំណើចរួចសើចចំអកហើយក៏និយាយទៅកាន់រាងកាយសាកសពទាំងអស់ហ្នឹងបើគ្រាន់បើឯងងើបឡើងមកដេញតាមចាប់ខ្ញុំទៀតមកត្រឹមត្រូវហើយពួកវាក៏ពិតជាបានក្រោកឡើងម្ដងទៀតមែនបើទោះបីជាមានបំណែកដៃនិងបំណែកជើងខ្លះរបស់ពួកវាត្រូវបានកាត់ផ្ដាច់ដោយស្នៀតបច្ចេកទេសដាវរបស់ស៊ូមូអំបញ្ញមិញនេះក៏ដោយក៏ពួកវានៅតែអាចក្រោកឡើងបាននិងបោះជំហានទៅរកស៊ូមូដដែលរឿងមួយនេះបានធ្វើឲ្យគេស្លន់ស្លោនៅក្នុងចិត្តបន្តិចដែរបើទោះបីនេះគឺជាលើកទី1ដែលស៊ូមូបានប៉ះទង្គិចជាមួយនឹងរាងកាយសាកសពទាំងអស់នេះប៉ុន្តែកាលពីពេលមុនគេធ្លាប់បានស្ដាប់នឹងការរៀបរាប់របស់សិស្សច្បងធំដែលបានប្រាប់គេថាដើម្បីអាចបំបែករាងកាយសាកសពទាំងអស់នេះបានមុនដំបូងគឺត្រូវកាត់ផ្ដាច់ក្បាលរបស់វាដោយចង់ដឹងថាអ្វីដែលសិស្សច្បងធំបានប្រាប់គឺជាការពិតឬក៏អត់ស៊ូមូក៏បានចាប់ផ្ដើមកាត់ផ្ដាច់នៅក្បាលរបស់រាងកាយសាកសពមួយនោះវាក៏ដូចជាអ្វីដែលសិស្សច្បងធំបាននិយាយមែនរាងកាយសាកសពមួយក្បាលនឹងឈប់កម្រើករួចក៏បះជើងនៅនឹងកន្លែងខណៈពេលដែលគេបំរុងនឹងញញឹមដល់ពេញចិត្តទៅហើយនោះស៊ូមូក៏សាប់តែមានទឹកមុខច្របូកច្របល់ភ្លាមថាម៉េចកម្លាំងឈីដែលនៅក្នុងខ្លួនរបស់ខ្ញុំហាក់ដូចជាកំពុងតែរើបំរាស់ឡើងតើវាមានរឿងអ្វីកើតឡើងទេតើអាចទេដែលថាខ្ញុំកំពុងតែត្រូវជាតិបំពុលពឹសទាំងអស់នេះព្យាយាមប្រមូលកម្លាំងឈីដែលកំពុងតែច្របូកច្របល់ស៊ូមូបានបញ្ចេញនៅបច្ចេកទេសស្នេហ៍ទី3ហើយកាប់បំផ្លាញរាងកាយសាកសព3-4ផ្សេងទៀតនៅពេលនេះគេកាន់តែមានអារម្មណ៍ថាកម្លាំងឈីកាន់តែច្របូកច្របល់នៅពេលដែលគេព្យាយាមបញ្ចេញកម្លាំងកាន់តែខ្លាំងកម្លាំងឈីទាំងអស់នោះកាន់តែច្របូកច្របល់បន្ថែមទៀតនេះគឺជាលើកទី1ហើយដែលគេបានជួបប្រទះជាមួយនឹងស្ថានភាពបែបហ្នឹងតាំងពីដើមមកស៊ូមូមិនដែលយល់ថាជាតិពឹសមានន័យថាយ៉ាងម៉េចត្រូវពឹសមានន័យថាយ៉ាងម៉េចជាតិពុលមានន័យថាយ៉ាងម៉េចនោះទេទើបតែពេលនេះទេដែលគេបានដឹងថាវាមានរសជាតិយ៉ាងម៉េចកម្លាំងឈីដែលនៅក្នុងខ្លួនទាំងអាបាល់ម៉ានបានពុះកញ្ជ្រោលវារញ៉េរញ៉ៃហើយចាប់ផ្ដើម
មកើនឡើងនិងថយចុះតាមតែអំពើចិនគេមិនអាចគ្រប់គ្រងរាងកាយខ្លួនឯងបានទាំងស្រុងទេនៅពេលនេះលើពីនឹងទៅទៀតសមរភូមិដែលនៅចំពោះមុខគេនៅតែមិនទាន់អាចបញ្ចប់វាបាននៅឡើយដែលឡៃយើងមិនទាន់ដឹងថាសាច់រឿងបន្តទៅជាយ៉ាងណាហើយស៊ូមូអាចស្លាប់ឬក៏រងរបួសដាច់ដៃដាច់ជើងដោយសារតែរាងកាយសាកសពជាតិពុលទាំងអស់នឹងឬក៏អត់ទេដោយសារតែពីភាគនេះត្រូវបានបញ្ចប់បាត់ទៅហើយចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាមានតែរងចាំទស្សនានៅភាគបន្តអធិស្ឋានរាល់កំហុសកុសឆ្គងដែលបានកើតឡើងដែលចេតនាអំឡុងពេលដែលខ្ញុំធ្វើការសម្រាយសកម្មបរិះគ្នានឹងអធិស្ឋានជាចុងក្រោយក៏មិនមានអ្វីនិយាយច្រើនដែរយើងនឹងចាំជួបគ្នានៅវីដេអូភាគក្រោយតែម្ដងទៅខ្ញុំបាទតារាសូមលាបាយបាយ